សម្បត្តិដោយពូនិយាយអញ្ចឹងថាសម្បត្តិទិញអត់បានទេក្មួយឲ្យពូដាក់មនុស្សទៅ10នាក់ទៅទិញសម្បត្តិម៉ោងអានោះទៅដេកចាំម៉ោង3ព្រឹកដល់ពេលទៅដេកចាំម៉ោង3ព្រឹកដាក់ទៅដេកចាំដាក់ទៅដេកចាំទីចាំគេលក់សម្បត្តិគាត់អ្នកគ្នាដល់ម៉ោងគេបើកលក់ផងអានោះលក់មួយផ្លេតបាន10នាទីផងភ្ញាក់ឡើងចូលទៅគេថាលក់អស់ហើយលក់អស់ហើយមកសាជាន់ទី1ជើងទី2ពេលថ្ងៃបើកលក់ម៉ោង1ទៀតអានោះឡើងតែញ៉ាំបាយមួយផ្លេតដល់15នាទីផងទៅម្ដងទៀតគេថាលក់អស់ទៀតអត់ទៀតហើយថ្ងៃមិញលក់ដូចជា2កន្លែងអ៊ីដងកាដងផងហើយនៅជាតាគៀវវឌ្ឍនៈនឹងមួយទៀតអូយអ្នកអត់អ្នកមិនងាយបានងាយទិញបានទេសម្រុកទៅងាយទិញបានទេពូទិញបាន20សម្បត្តិហ្នឹងដោយពូនិយាយចឹង20សម្បត្តិអស់ខ្ញុំទិញឲ្យតាំងពីម្សិលសវិតទិញឲ្យអូច្រើនណាស់អ្នកតម្រង់ជួទិញនោះអ្នកបជាទិញសម្បត្តិនេះបើសិនបើមាន100000សម្បត្តិអស់100000សម្បត្តិទៀតតែហីមានទេប៉ិតមែនហើយលប៉ាវាលើពីការរំពងទឹកណាអ្វីដែលយើងបានគិតសូម្បីតែអេបបជាទិញរយៈពេលតែប្រហែល60នាទី20000សម្បត្តិត្រូវបានលក់ដាច់អស់គ្មានសល់ហើយនៅតំបន់ VIP មកសម្បត្តិដល់200អស់លេងទៀតឥឡូវនៅសម្បត្តិធម្មតាទេឲ្យទៅបានអត់អាធម្មតាទៀតអា5000អា8000អ្នកមើលគេអូសម្រុកមើលខ្លាំងណាស់ដូចអ្វីដែលយើងដឹងស្រាប់ហើយថាកម្ពុជាយើងជាពិសេសគឺក្លឹបបាល់ទាត់តំណាងកម្ពុជាមិនដែលមានក្លឹបណាមួយឡើងទៅ Final Game ទេជាពិសេសនៅក្នុងពាន AFC Challenge League Challenge Cup Challenge League មិនដែលមានទាត់អសររយៈពេលប្រហែល100ឆ្នាំចុងក្រោយនេះហើយការជួបគ្នា communication អញត្រូវមានសិលធម៌ការកាត់មាត់នៅពេលដែលមនុស្សចាស់និយាយវាមិនមែនជារឿងល្អទេទទួលបានលោកប៉ាកំហុសរបស់ឆ្នាំណាហើយឆ្នាំនេះប្រសិនជាស្វ័យរឿងលើកពាននឹងមួយទៀតឥឡូវស្វ័យរឿងគេលើកពានមួយហើយពានព្រីមPremier League Premier League អញ្ចឹងប្រសិនបើថ្ងៃ10នេះស្វ័យរឿងឈ្នះពានដោយអ្វីដែលយើងចង់បានទៅលើក្រុមបាល់ទាត់អាកាដាមែនអូវាជាប្រវត្តិសាស្ត្របាល់ទាត់មួយសម្រាប់កម្ពុជាអានេះប្រសិនជាស្វ័យរឿងឈ្នះកៅអី AFC Challenge League នឹងមែនរយការក្រោយកម្ពុជាបានស្វ័យរឿងត្រូវបានកៅអីទៅលេង AFC Champions League 2អូចឹងបានតែប្រសិនបើបានពាននេះមែនរយការក្រោយគឺបានទៅលេងនៅកៅអី Champions League 2ដោយស្វ័យប្រវត្តិហ្មងបាទអានេះពានកម្រិតទី3